ខ្ញុំក៏សូមអំពាវនាវសូមកុំឲ្យពលរដ្ឋខ្មែរយើងមានចរិតជ្រុលនិយមដោយនៅទីក្រុងបាងកកដែលយកខ្មែរធ្វើជាសត្រូវដែលដឹកនាំដោយសិទ្ធិលំតគុលដែលកាលពីមុនក៏អញ្ចឹងហើយឥឡូវនេះនៅបន្តអញ្ចឹងសិទ្ធិលំតគុលលោកឯងស្គាល់ហ៊ុនសែនច្បាស់ពីមិនតាន់ច្បាស់ពីមុនឥឡូវប្រហែលជាសូម្បីតែហ៊ុនសែនដកខ្លួនចេញពីនាយករដ្ឋមន្ត្រីប៉ុន្តែហ៊ុនសែនឈររឹងមាំនៅក្នុងអំណាចនៅកម្ពុជាសូមតែឲ្យកុំភ័ន្តច្រឡំហ៊ុនសែនមិនតាន់អស់អំណាចនៅឡើយទេណាហើយអ្នកឯងត្រូវស្គាល់គោរពងារដៃគូដែលព្រះមហាក្សត្របបរិជាទានអ្នកកុំចង់ប្រហើនជាមួយកម្ពុជាហើយមើលស្រាលចំពោះកម្ពុជាហ៊ុនសែនបានគ្រប់គ្រងប្រទេសនេះចូលរួមចំណែកគ្រប់គ្រងប្រទេសនេះថាអញ្ចឹងទៅចុះរយៈពេល47ឆ្នាំហើយអ្នកល្មមដឹងថាតើហ៊ុនសែនជានរណាពិតប្រាកដហើយចតុភ័ណ្ឌព្រំផាន់ដែលកន្លងទៅធ្លាប់មកជ្រកកោននៅកម្ពុជាទៅចូលដៃជាមួយសិទ្ធិលំតគុលថ្នាក់ត្រង់សម្ដីបន្តិចអាក្មួយអាប្អូនពីដើមណែឯងអាលក្រហមរត់មកជ្រកកោននៅទីនេះឥឡូវចាប់ផ្ដើមវាយប្រហារមកកម្ពុជាសូមថ្នាក់ត្រង់សម្ដីបន្តិចណាស្គាល់សមត្ថភាពរបស់ហ៊ុនសែនច្បាស់ណែឯងស្របមកជ្រកកោននៅជាមួយខ្ញុំឲ្យបាយណែឯងស៊ីខ្ញុំចំណែឯងប៉ុន្តែពេលនេះរឿងណែឯងស្ដាប់ស្អែកជឿនខ្ញុំមិនខ្វល់ទេប៉ុន្តែរឿងស្អីដែលឯងមកវាយប្រហារកម្ពុជាមកវាយប្រហារកម្ពុជាខ្ញុំក្រំតែទូនមានណែឯងទេពេលមុនណែឯងធ្លាប់និយាយថាវាយចូលសៀមរាបហើយយកអង្គរវត្តហើយដោះដូរជាមួយប្រាសាទព្រះវិហារកម្ពុជាមិនមែនជាជ័យសម្រាប់ងាយស្រួលទទួលទានទេណែឯងមើលកម្ពុជាខុសហើយភ័ន្តច្រឡំ